តោះឥឡូវយើងមក demo ខ្លះមកតាក់ទងមួយនឹង tool របស់យើងតើ tool របស់យើងវាមានមុខងារអីខ្លះហើយការធ្វើការរបស់វាគឺវាមានភាពងាយស្រួលដល់យើងជាអ្នកប្រើប្រាស់នឹងអត់ឥឡូវយើងចូលទៅមើល tool របស់យើងអ្នកគ្នាចឹងជាដំបូងតាក់ទងជាមួយនឹង interface ដំបូងរបស់វាហ្នឹងគឺផ្ទាំង device នេះផ្ទាំង device នេះវាចូលតាក់ទងមួយនឹង setting ផ្សេងបាទវាមានតាក់ទងមួយការ update បាទ update app update អីចឹងណាបាទ change VPN change internet change អីចឹងទៅហើយវាមានអីផ្សេងទៀតគឺយើងមើលតាមនឹងជាក់ស្ដែងបាទហើយនៅកន្លែងមុខងាររបស់ portfolio របស់យើងគឺយើង setting បែបនេះបាទចឹងបើសិនបើយើងចង់ setting យ៉ាងម៉េចយើងរៀបយ៉ាងហ្នឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំ take ដើម្បីដំណើរការ 4-5 OD ឲ្យបងប្អូនអរគ្នាមើលដល់ថា15ចុះអញ្ចឹងនៅក្នុង OD នីមួយៗយើងរៀបទៅណាយើងមានឈ្មោះ page ឈ្មោះអីនេះឈ្មោះ page មក path folder របស់វានេះហើយវាចូលចំនួនវីដេអូឲ្យយើងហើយតើក្នុង path folder ហ្នឹងមានចំនួនវីដេអូប្រមាណអញ្ចឹងណាហើយនេះចំនួនដែលយើងត្រូវផុសយើងចង់ផុសប្រមាណយើងដាក់ប៉ុណ្្នឹងទៅ hashtag caption នេះយើងដាក់តាមនោះអញ្ចឹងណាយើងដាក់តាម column របស់វាមួយហ្នឹងទៅហើយ Facebook app របស់យើងដែលយើងត្រូវបើកប្រើហើយការផុសរបស់យើងរៀបជា schedule ក៏បាននេះ enable schedule នេះរៀបជា schedule យើងចង់ផុសតាមម៉ោងយើងរៀបម៉ោងវាទៅតែបើថាអត់ទេយើងចង់ពេលបើក tool ហ្មងយើងដាក់ enable event ហ្នឹងទៅបន្ទាប់មកយើងចុចប៊ូតុង save មួយដែរដើម្បីឲ្យវានេះ save setting យើងឲ្យអញ្ចឹងឥឡូវយើង start ទៅមើលទៅមួយនឹងការធ្វើការរបស់វាម្ដងពេលដែលវាបើក ID ហើយអញ្ចឹងយើង start មកអញ្ចឹងយើង start sorry ខ្ញុំមិនដាក់ចំនួន5ឥឡូវខ្ញុំដាក់5ដាក់ចុះខ្ញុំបិទនេះទៅវិញដោយសារខ្ញុំ click set ដាក់ចំនួនដែលយើងចង់ឲ្យវាបើកប្រមាណផ្ទាំងនេះ number of only នេះហើយជាចំនួនដែលយើងចង់វាបើកម្ដងមកតែយើងដាក់តាមនោះទៅហើយគឺជាចំនួន delay ដែលវាចាំពី OD មួយទៅ OD មួយយើងចង់ឲ្យវាបើក OD មួយហើយចង់ឲ្យវាចាំប្រហែលវិនាទីទៀតបានបើក OD បន្ទាប់យើងដាក់តាមនោះទៅហើយខ្ញុំ start ឥឡូវវាធ្វើការចឹងវាអ្នក loading OD មួយចឹងវាចាំសិនចាំរយៈពេល10វិនាទីទៀតបានវាបើកមួយទៀតចឹងវាបើកមកមួយទៀតហើយទាញម្នាក់សិនមកដើម្បីឲ្យវាមកកន្លែងចាំឲ្យវារៀបខ្លួនឯងទៅតែពេលនេះទៅវារៀបជាជួរឲ្យយើងនេះទីបន្ទាប់ទី3ណាចំនួនទី3បើកបាន3 LD ហើយយើង enable មិញចាប់ពី LD លេខ9 10បានមកយើងមើលលេខ9បាទ10 11 12 13ណាចឹងយើង enable ពីនឹងមកគាត់ថាយើងមានប្រហែលយើងដាក់ប៉ុណ្្នឹងទៅអាហ្នឹងយើងរៀបបានប៉ុណ្ណាយើងដាក់ប៉ុណ្្នឹងឲ្យវាទៅឥឡូវវាចាប់ដើមនេះ start ហើយនេះវាចាប់ដើម start connect អីបើក Facebook បើកអីហ្នឹងឆែកអានេះវាចូលឆែកឈ្មោះ page ឆែកអីហ្នឹងចឹងយើងចាក់ស្ដែងតាមហ្នឹងមកអូខេចឹងវាចែកឈ្មោះចែកអីហើយវាមើលថាឈ្មោះត្រូវមិនត្រូវបើឈ្មោះថា20នឹងវាហើយវាថយក្រោយវិញហើយដើម្បីចូលទៅផុសចឹងចូលដល់ start ដល់ការបង្កើតផុសបដានេះ LD ទី1ចឹងយើងមើល flow ពីការងារដែលវាធ្វើទៅវាធ្វើតាមជាក់ស្ដែងតើតើមួយបញ្ហាអស់ហ្នឹងយើងគ្រាន់តែរៀបក្នុងនេះឲ្យស្អាតមកបងប្អូនអរគ្នាបាទរៀបក្នុងនេះមកនេះរៀបក្នុងនេះមានឈ្មោះ page យើងធ្វើឲ្យដាក់ឈ្មោះ page ឲ្យត្រូវមកបាទ path folder យើងមកស្ដាំលើវាមកយើង open បានដើម្បី check មើលអញ្ចឹងវីដេអូដែលវាផុសឲ្យវាតម្លាក់ចូលក្នុង folder មួយទៀតដាក់ឈ្មោះថា post text នេះអញ្ចឹងវាតម្លាក់មកវាមូលពីវាដែលបានផុសបានហើយអីចឹងហើយវាមាន check copyright check អីទៀតអញ្ចឹងបើវីដេអូនឹងវាផុសមកមានជាប់ claim ឬក៏ជាប់ copyright ផ្សេងគឺវានឹងធ្វើការលុបវីដេអូនឹងចោលដល់ស្វ័យប្រវត្តិដែរពេលដែលវីដេអូនឹងចូលបើសិនបើវា check មើលថាវីដេអូនឹងមាន copyright មានអីហ្នឹងវានឹងធ្វើការលុបឲ្យយើងហើយវីដេអូហ្នឹងកុំឲ្យវាមានបញ្ហាប៉ះពាល់ដល់ page របស់យើងឃើញតែវា flow នៃការងាររបស់យើងវាឆែកតាមទាំងយើងអាចមើលចាក់ស្ដែងចានេះគ្រាន់តទៅមួយ demo ខ្លះទេសិនបងប្អូនគ្នាចង់ធ្វើការប្រើប្រាស់អីអាច
contact មកយើងផ្ទាល់បានបាទគឺយើងផ្ដល់ជូនរយៈពេល7ថ្ងៃក្នុងការតេស្តប្រើសិនអញ្ចឹងណាមុននឹងបងប្អូនអរគ្នាធ្វើការជា license ខែឬក៏ឆ្នាំអញ្ចឹងយើងមានជាប្រចាំខែនិងប្រចាំឆ្នាំប៉ុន្តែមុននឹងយើងទិញបងប្អូនអរគ្នាអាចតេស្តចំនួន7ថ្ងៃនឹងសិនទៅបើថាពេញចិត្តជាមួយនឹងការធ្វើការរបស់វាអូខេបងប្អូនអរគ្នាតាមជាវជា license បន្តទៀតទៅដើម្បីប្រើវាបន្តអីចឹងណានេះកាញ់ license របស់យើងដាក់បែបនេះវាមាន server ហើយមានactivate key ចឹងណាហើយយើង activate វាយកមកចឹងឥឡូវយើងនិយាយតែប៉ុណ្្នឹងទេតទៅមួយនឹង demo ខ្លះបាទការប្រែធូបរបស់យើងមានអីខ្លះហើយវាដំណើរការយ៉ាងម៉េចអីយ៉ាងម៉េចចឹងណាចឹងយើងមានតែប៉ុណ្្នឹងទេអានេះខ្ញុំគ្រាន់តែ5ផ្ទាំង5 OD ដើម្បីឲ្យពីមើលទៅមួយការងាររបស់យើងចឹងមានតែប៉ុណ្្នឹងទេបាទបាយបាយបងប្អូនអរគ្នាបាទ